សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ DD Finance KA នេះគឺជាស៊េរីសិក្សាអំពីហិរញ្ញវត្ថុនិងការវិនិយោគដែលមានសរុប30ប្រធានបទរៀបចំពីកម្រិតមូលដ្ឋានរហូតដល់កម្រិតអ្នកវិនិយោគដែលអាចវិភាគអាជីវកម្មដោយខ្លួនឯងថ្ងៃនេះយើងចាប់ផ្ដើមជាមួយប្រធានបទដ៏សំខាន់បំផុតគឺរបៀបវិភាគពីហ៊ុន Stock Analysis មនុស្សជាច្រើនគិតថាការវិនិយោគលើពីហ៊ុនគឺជាការភ្នាល់លើសំណាងប៉ុន្តែសម្រាប់អ្នកវិនិយោគជោគជ័យពួកគេមិនទិញពីហ៊ុនដោយសារតែគេប្រាប់ថាល្អឬដោយសារតម្លៃកំពុងឡើងនោះទេពួកគេទិញដោយសារពួកគេយល់ពីអាជីវកម្មសូមចងចាំឲ្យបានច្បាស់ថាអ្នកមិនកំពុងទិញក្រដាសមួយសន្លឹកទេអ្នកកំពុងទិញភាពជាម្ចាស់របស់អាជីវកម្មមួយដូច្នេះមុននឹងទិញពីហ៊ុនយើងត្រូវសួរខ្លួនឯងថាបើក្រុមហ៊ុននេះមិនមាននៅក្នុងទីផ្សារពីហ៊ុនតើយើងហ៊ានទិញអាជីវកម្មនេះទាំងមូលដែរឬទេប្រសិនបើចម្លើយគឺទេនោះយើងក៏មិនគួរទិញពីហ៊ុនរបស់វាដែរការវិភាគពីហ៊ុនគឺជាដំណើរការសិក្សានិងវាយតម្លៃថាក្រុមហ៊ុនមួយមានគុណភាពល្អឬអត់កំពុងរកប្រាក់ចំណេញឬអត់និងតម្លៃពីហ៊ុនបច្ចុប្បន្នថោកឬថ្លៃសូមស្រមៃថាអ្នកចង់ទិញផ្ទះមួយតើអ្នកនឹងទិញភ្លាមដោយមិនបានពិចារណាលើទីតាំងលើគុណភាពសំណង់ឬទេចម្លើយគឺមិនអាចទេការទិញពីហ៊ុនក៏ដូចគ្នាមុននឹងចំណាយលុយរបស់អ្នកត្រូវសិក្សាអាជីវកម្មឲ្យបានច្បាស់សិនអ្នកវិនិយោគអាជីពភាគច្រើនប្រើការវិភាគចំនួន3ទី1 Fundamental Analysis នេះគឺជាការវិភាគសុខភាពអាជីវកម្មយើងមើលលើចំណូលប្រាក់ចំណេញសុទ្ធទ្រព្យសកម្មបំណុលលំហូរសាច់ប្រាក់ភាគលាភឧទាហរណ៍ PAS បើអ្នកចង់វិនិយោគលើភាគហ៊ុន PAS អ្នកមិនគួរមើលតែតម្លៃភាគហ៊ុនឡើងឬចុះទេអ្នកគួរពិនិត្យថាចំណូលកំពុងកើនឡើងឬទេប្រាក់ចំណេញកើនឡើងឬថយចុះក្រុមហ៊ុនអាចរកប្រាក់ចំណេញបានជាបន្តបន្ទាប់ឬទេបំណុលស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានដែរឬទេបើអាជីវកម្មល្អប៉ុន្តែតម្លៃពីហ៊ុនធ្លាក់ដោយសារអារម្មណ៍ទីផ្សារវាអាចជាឱកាសសម្រាប់អ្នកវិនិយោគរយៈពេលវែងទី2 Technical Analysis មិនសិក្សាពីអាជីវកម្មទេវាសិក្សាក្រាបតម្លៃបរិមាណជួញដូរទិសដៅកម្រិតគ្រប់គ្រងកម្រិតតស៊ូ Technical Analysis ឆ្លើយសំណួរថាពេលណាគួរទិញពេលណាគួរលក់មិនមែនគួរទិញក្រុមហ៊ុនណាទេទី3 Macro and Industry Analysis ជាការវិភាគសេដ្ឋកិច្ចទាំងមូលឧទាហរណ៍បើសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនវិស័យធនាគារវិស័យកំពង់ផែវិស័យតំបន់សេដ្ឋកិច្ចពិសេសអាចទទួលបានអត្ថប្រយោជន៍ផ្ទុយទៅវិញបើសេដ្ឋកិច្ចធ្លាក់ចុះចំណូលក្រុមហ៊ុនមួយចំនួនក៏អាចថយចុះដែរឥឡូវនេះយើងមកមើលឧទាហរណ៍ជាក់ស្ដែង PAS បើអ្នកចង់វិភាគ PAS សូមសួរខ្លួនឯងថាក្រុមហ៊ុនរកប្រាក់ចំណេញបានដែរឬទេចំណូលកើនឡើងជារៀងរាល់ឆ្នាំឬទេបំណុលច្រើនពេកឬអត់អាហ្វ្លូល្អឬអត់តម្លៃពីហ៊ុនបច្ចុប្បន្នថោកឬថ្លៃបើប្រៀបធៀបនឹងតម្លៃពិតបន្ទាប់មកអ្នកប្រើ Technical Analysis មើលថា trend កំពុងឡើងកំពុងចុះឬកំពុងស្ថិតនៅក្នុងការប្រមូលផ្ដុំក្នុង accumulation យើងក៏លេខមកមើលក្រុមហ៊ុន PPSP សម្រាប់ PPSP ក្រៅពីការមើលប្រាក់ចំណេញអ្នកគួរវិភាគបន្ថែមទៅលើកំណើនចំណូល gross profit margin net profit margin return equity earning per share book value per share price to earn ratio price to book ratio dividend policy បន្ទាប់មកគណនា intrinsic value បើតម្លៃទីផ្សារទាបជាងតម្លៃពិតវាអាចជាឱកាសវិនិយោគប៉ុន្តែបើតម្លៃទីផ្សារខ្ពស់ជាងតម្លៃពិតខ្លាំងអ្នកគួរប្រុងប្រយ័ត្នព្រោះអ្នកអាចទិញក្នុងតម្លៃថ្លៃពេកសូមចងចាំថាក្រុមហ៊ុនល្អមិនមែនមានន័យថាពីហ៊ុនល្អគ្រប់តម្លៃនោះទេបើទិញថ្លៃពេកក៏អាចខាតបានដែរមុនទិញពីហ៊ុនសូមសួរខ្លួនឯង3សំណួរតើខ្ញុំយល់ពីអាជីវកម្មនេះឬទេតើក្រុមហ៊ុនមានសុខភាពហិរញ្ញវត្ថុល្អឬទេតើតម្លៃទីផ្សារបច្ចុប្បន្នសមរម្យឬនៅបើចម្លើយទាំង3នេះគឺត្រឹមត្រូវនោះអ្នកទើបអាចពិចារណាវិនិយោគបានសូមចងចាំថាការវិនិយោគជោគជ័យមិនមែនមកពីការទាយតម្លៃពីហ៊ុនបានត្រឹមត្រូវទេ
វាមកពីការជ្រើសរើសអាជីវកម្មល្អនិងទិញក្នុងតម្លៃសមរម្យសម្រាប់វគ្គបន្ទាប់យើងនឹងសិក្សាអំពីប្រភេទអ្នកវិនិយោគនិងរបៀបស្វែងរកស្ទីលវិនិយោគដែលសមនឹងខ្លួនអ្នកប្រសិនបើវីដេអូមានប្រយោជន៍សូមចុច like share និង subscribe ដើម្បីកុំឲ្យខកខានស៊េរីទាំង30ប្រធានបទសូមអរគុណនិងជួបគ្នានៅក្នុងវីដេអូបន្ទាប់